អតីតមហាសេដ្ឋីសាព័ត៌មានជាមីឡៃត្រូវបានកាត់ទោសដាក់ពន្ធនាគារ20ឆ្នាំក្រោមច្បាប់សន្តិសុខជាតិអតីតមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយហុងកុងគឺលោកជាមីឡៃមានវ័យ78ឆ្នាំត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល20ឆ្នាំក្រោមច្បាប់សន្តិសុខជាតិដែលស្ថិតនៅក្នុងទីក្រុងប៉េកាំងក្នុងការអនុវត្តចាប់តាំងពីឆ្នាំ2020មកនេះបើយោងទៅតាមសារព័ត៌មាន CNN លោកឡៃគឺជាស្ថាបនិកកាសែត Apple Daily ដែលមានការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យត្រូវបានចោទប្រកាន់ពាក់ព័ន្ធទៅនឹងសន្តិសុខជាតិនិងបទបះបោរការកាត់ទោសនេះគឺមានន័យថាគាត់នឹងមិនអាចទទួលបានការលើកលែងទោសរហូតដល់អាយុ90ឆ្នាំអតីតសហការីចំនួន6នាក់ទៀតរបស់កាសែត Apple Daily ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារពី6ឆ្នាំ9ខែរហូតដល់10ឆ្នាំក្រុមហ៊ុន Apple Daily និងក្រុមហ៊ុនពាក់ព័ន្ធត្រូវបង់ពិន័យជាង$6 លានហុងកុងប្រមាណនឹង$767,000អាមេរិកការកាត់ទោសនេះបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីបណ្ដាមេដឹកនាំពិភពលោកខាងលិចប្រធានាធិបតីអាមេរិកលោក Donald Trump នឹងត្រូវបានរំពឹងថានឹងលើកឡើងករណីរបស់លោកជាមីឡៃនៅក្នុងជំនួបជាមួយលោកស៊ីជីនពីងអ្នកគាំទ្រមួយចំនួនបានហៅលោកជាមីឡៃថាជាទង់ជាតិហុងកុងនិងបានស្នើឲ្យគាត់ទទួលបានទៅនឹងរង្វាន់ Nobel សន្តិភាពរដ្ឋាភិបាលគាំទ្រទីក្រុងប៉េកាំងនិងហុងកុងបានធ្វើការច្រានចោលការរិះគន់ថាការកាត់ទោសនេះពាក់ព័ន្ធនឹងនយោបាយឬក៏ការរំលោភនៅសិទ្ធិសេរីភាពអ្នកសារព័ត៌មានពួកគេបានធ្វើការអះអាងថាការរឹតបន្តឹងត្រូវបានធ្វើឡើងដើម្បីស្ដារនូវស្ថិរភាពបន្ទាប់ពីការដែលតវ៉ាដ៏ធំនៅក្នុងឆ្នាំ2019ក្នុងករណីអតីតមហាសេដ្ឋីប្រព័ន្ធនៃការផ្សព្វផ្សាយលោកជាមីឡៃត្រូវបានចាត់ទុកថាជាសញ្ញាសំខាន់នៃការផ្លាស់ប្ដូរគោលនយោបាយហុងកុងក្រោមច្បាប់សន្តិសុខជាតិដែលបានបង្ខំឲ្យក្រុមសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានរំសាយនិងធ្វើឲ្យទស្សនវិជ្ជានយោបាយកាន់តែជូរចត់